ងាកនៅពេលនេះគឺអាងឆ្អិនហើយបងប្អូនក៏ហមល្អមែនតើបើសិនជាបងប្អូនចូលចិត្តចៀនណាយកទៅចៀនក៏រឹតតែឈ្ងុយឆ្ងាញ់ដែរចៀនវាដោយប្រើខ្លាញ់ជ្រូកទៀតរឹតតែឆ្ងាញ់ថ្ងៃនេះនាងខ្ញុំអត់បានទៅផ្សារទេឃើញអ៊ំស្រីគាត់មកលក់នៅមុខផ្ទះហើយគាត់ហៅឲ្យជួយយកត្រីរបស់គាត់ទៅហើយ1គីឡូ2ខាំដល់ពេលកាត់ក្បាលហើយគឺ1គីឡូត្រឹមតែម្ដងបងប្អូនធ្វើឲ្យស្អាតអស់សល់1គីឡូត្រឹមខ្ញុំយកវាទៅលាងទឹកហើយកោសវាចេញស្អាតកោសឈាមកោសអីដែលនៅជាប់ហ្នឹងចេញនឹងស្អាតលាងវាជាមួយអំបិលជាច្រើនទឹកមកតបមកខ្លាញ់ដែលនៅជាប់ពោះត្រីអីហ្នឹងយើងបេះវាចេញឲ្យអស់បងប្អូនខ្ញុំលាងត្រីគឺខ្ញុំលាងស្អាតតែម្ដងគឺលាងច្រើនទឹកលាងជាមួយអំបិល2 3ទឹកដាក់អំបិល1ទឹកហើយ1ទឹកទៀត1ទឹកហើយ1ទឹកទៀតលាងស្អាតបែបនេះទើបយើងញ៉ាំទៅវាអត់ឆ្អាបបងប្អូនបើយើងលាងវាអត់ស្អាតយើងទុកផ្នែកឈាមរបស់វាពេលវះហើយយកមកប្រឡាក់ជាមួយនឹងសាច់ត្រីហ្នឹងទោះបីជារសជាតិត្រីហ្នឹងឆ្ងាញ់កម្រិតណាក៏ដោយក៏ញ៉ាំទៅនៅតែមានជាតិឆ្អាបនៅចុងមាត់បងប្អូនហើយពិសេសពេលដែលញ៉ាំហើយហ្នឹងឆ្អាបជាប់មាត់ហើយឆ្អាបជាប់ដៃទៀតលាងសាប៊ូសឹងតែមិនជ្រះណាសូម្បីតែយើងញ៉ាំហើយដើរចិត្តគេក៏នៅមានក្លិនឆ្អាបត្រីដែរតាមពិតការធ្វើត្រីងៀតគឺងាយស្រួលខ្លាំងបងប្អូនគ្រាន់តែចេះតិចនិចលាងសម្អាតត្រីនិងប្រឡាក់ត្រីហ្នឹងគឺអាចធ្វើត្រីងៀតឆ្ងាញ់បានហើយពិសេសគឺយើងត្រូវចេះរើសត្រីទៀតយើងត្រូវរើសត្រីស្រែប្រភេទត្រីណាដែលមិនធំព្រាំមិនធំអីអញ្ចឹងហើយបើយើងបានត្រីដែលស្រស់រស់យកមកធ្វើត្រីងៀតទៀតរឹតតែជាតិឆ្ងាញ់ត្មងចំពោះត្រី1គីឡូនេះនាងខ្ញុំប្រើអំបិលចំនួនកន្លះខាំបែងចែកជា3ស្មើនឹង1ស្លាបព្រាបាយ5សាស៊ុប1ស្លាបព្រាបាយដែរជាមួយនឹងប៊ីចេងហ្នឹងដាក់តាមបរិមាណបងប្អូនចង់ដាក់បងប្អូនចង់ដាក់ច្រើនក៏បានតិចក៏បានដែរចំណែកឯស្ករសវិញនាងខ្ញុំដាក់ចំនួន3ស្លាបព្រាបាយបងប្អូនចង់ថែរក្សាត្រីទុកបានយូរខែយូរថ្ងៃបងប្អូនត្រូវប្រើជាមួយនឹងអំបិលក្រួសហើយកុំប្រើស្ករក្រហមអីយើងប្រើជាមួយនឹងស្ករសទើបទុកបានយូរដាក់អំបិលហ្នឹងយើងអត់ដាក់ម្ដងទាំងអស់បងប្អូនយើងរោយវាបន្តិចចំពោះស្ករបើសិនជាបងប្អូនចង់ច្បាស់តែម្ដងគឺចំនួនត្រី3គីឡូប្រើស្ករសចំនួន2ខាំចឹងបងប្អូនអាចបែងចែកបានត្រី1គីឡូត្រូវប្រើស្ករប្រហែលជាចំនួនប្រមាណដោយសារតែបើសិនជាយើងប្រើស្ករក្រហមយើងវាល់នឹងស្លាបព្រាបែបនេះដាក់3ស្លាបព្រាគឺផ្អែមខ្លាំងអញ្ចឹងគួរតែថ្លឹងវាវិញបងប្អូនត្រី3គីឡូស្ករ2ខាំឬមួយក៏2ខាំលើបន្តិចបន្តួចបែងចែកវាជា3មកយើងដឹងហើយថា1គីឡូគួរដាក់ស្ករប៉ុណ្ណាហ្នឹងបងប្អូនចង់បានរសជាតិរៀងផ្អែមបងប្អូនជួយចុច Subscribe YouTube Channel របស់នាងខ្ញុំផងដើម្បីបានជាកម្លាំងចិត្តដល់នាងខ្ញុំនិងបានទទួលនៅវីដេអូថ្មីលើក្រោយទៀតយើងរោយអំបិលតាមជាន់ត្រីមួយជាន់បែបនេះទើបវាចូលជាតិសព្វគ្នាបានល្អបងប្អូនដាក់ទាំងប៊ីចេងទាំងម្សៅស៊ុបតាមជាន់វាបែបនេះមួយផ្នែកគ្រប់ជាន់រហូតដល់អស់ត្រីហើយចាំយើងច្បាច់ត្រីហ្នឹងឲ្យចូលជាមួយនឹងគ្រឿងហ្នឹងបានល្អតាមពិតបងប្អូនត្រូវដាក់ស្ករចូលដែរនៅពេលនេះគឺយើងដាក់ស្ករអំបិលម្សៅស៊ុបនិងប៊ីចេងហ្នឹងចូលព្រមគ្នាតែម្ដងប៉ុន្តែខ្ញុំនឹងអត់បានដាក់ស្ករចូលពេលនេះទេបងប្អូនភ្លេចតតែច្បល់ត្រីឡើងមកសធួហើយបានដឹងថាអូភ្លេចដាក់ស្ករងាកទៅមើលចានស្ករនៅអត់ទាន់បានដាក់អញ្ចឹងខ្ញុំក៏យកស្ករយកមកដាក់នេះដូចបងប្អូនឃើញស្រាប់ហើយស្ករសគឺយើងប្រើ1គីឡូហ្នឹងខ្ញុំប្រើ3ស្លាបព្រាប្រហែលជាប៉ុណ្ណឹងឯងបើយើងប្រើស្ករក្រហមយើងពិបាកវាល់ដែរណាបងប្អូនព្រោះស្ករក្រហមវាអាចនឹងផ្អែមជាងដូចខ្ញុំបានបញ្ជាក់មុននឹងអញ្ចឹងបងប្អូនគួរតែថ្លឹងឲ្យបែងវាតទៅយើងដាក់គ្រឿងអញ្ចឹងរួចរាល់ហើយបាត់វាថ្មិចឲ្យចូលស្ករអំបិលប៊ីចេងហ្នឹងឲ្យចូលគ្នាជាមួយសាច់ត្រីហ្នឹងបានល្អហើយច្បាច់យូរទៅត្រីហ្នឹងនឹងវាឡើងរាងមានទឹករាងប៉ែកមកបងប្អូនអញ្ចឹងយើងបន្តច្បាច់ឲ្យទឹកហ្នឹងវាចូលក្នុងសាច់ត្រីដើម្បីឲ្យសាច់ត្រីរបស់យើងហ្នឹងវាឡើងរឹងបើសិនជាបងប្អូនអត់ច្បាច់ទេសាច់ត្រីហ្នឹងវាអត់រឹងអញ្ចឹងសាច់ត្រីហ្នឹងវាអាចទៅជាផលคล้ายទៅជាត្រីប្រហុកវិញណាបងប្អូនត្រីងៀតរបស់យើងហ្នឹងធ្វើអត់ត្រូវក្បួនអត់ឆ្ងាញ់ទេតែពិតត្រីងៀតគឺងាយស្រួលមែនតើឲ្យតែបងប្អូនចេះពីវិធីលាយគ្រឿងដឹងបរិមាណលាយគ្រឿងចេះវិធីប្រឡាក់ត្រីនេះគឺថាដឹងតែអែមបងប្អូនមិនចាំបាច់ហត់ទិញត្រីគេញ៉ាំទេទិញតែត្រីល្អយកមកធ្វើខ្លួនឯងញ៉ាំមកឆ្ងាញ់ហើយអនាម័យទៀតចង់ធ្វើត្រីងៀតឆ្ងាញ់បងប្អូនក៏ត្រូវចេះរើសត្រីដែររើសត្រីយ៉ាងណាឲ្យត្រីនឹងជាត្រីធម្មជាតិស្រស់បើបាននៅរសទៀតរឹតតែល្អហើយមិនត្រឹមតែប៉ុណ្ណឹងបងប្អូន
ត្រីខ្លះបិទថាធម្មជាតិមែនប៉ុន្តែធំព្រមសាហាវចឹងបងប្អូនត្រូវច្បាស់ថាត្រីហ្នឹងវាស្រស់វាធម្មជាតិហើយវាមិនមានធំព្រមទៀតទើបធ្វើត្រីងៀតទៅមានរសជាតិឆ្ងាញ់បងប្អូនឃើញក្នុងវីដេអូនេះហើយគឺច្បាស់វាខ្លាំងបងប្អូនត្រីហ្នឹងគឺអត់ងាយបែកសាច់ទេអញ្ចឹងយើងច្បាស់វាកុំភ័យខ្លាចត្រីហ្នឹងបែកសាច់ច្បាស់វាយូរទៅត្រីហ្នឹងឡើងរឹងសាច់ល្អមែនតើបងប្អូនចង់បន្ថែមជាមួយនឹងម្ទេសហុយពីលើទៀតក៏រឹតតែឆ្ងាញ់ដែរគឺពេលដែលយើងអាំងឬចៀនទៅមានប្រៃផ្អែមហើយហឹរតិចៗចង់ញ៉ាំជាមួយបបរក៏បានចង់ស្រូបទឹកជាមួយបាយឬបាយកកបាយក្តៅឯបានគ្រប់ទាំងអស់បងប្អូននិយាយថាបាយវិញថែមអស់ដឹងខ្លួនទេពេលដែលយើងប្រឡាក់ត្រីនឹងហើយយើងយកវាមកផ្អាប់ទុកប្រហែលជា1ម៉ោង2ម៉ោងប្រឡាក់ពេលព្រលឹមដាក់វាក្នុងទូទឹកកកចោល1ម៉ោង2ម៉ោងហើយម៉ោងប្រហែលជា10អីហ្នឹងយើងអាចយកដាក់ហាលថ្ងៃបានដែរតែបងប្អូនប្រឡាក់នឹងពេលល្ងាចឬថ្ងៃអីហើយយើងអាចដាក់វាចូលទូទឹកកកមួយជុំត្រីតូចបែបនេះយើងហាលតែមួយថ្ងៃហ្នឹងគឺសពាប់ល្មមបងប្អូនកុំហាលស្ងួតពេកហាលស្ងួតពេកអត់មានសាច់ហូបទេតែបើត្រីធំយើងហាលវាប្រហែលជា2ថ្ងៃទៅពេលហាលរួចរាល់ហើយហ្នឹងយើងអាចយកវាមកចៀនក៏បានយកវាមកអាំងក៏បានដែរបើចៀនក៏រឹតតែឆ្ងាញ់តាមចំណង់ចំណូលចិត្តបងប្អូននេះពេលនេះត្រីគឺឆ្អិនបងប្អូនពណ៌វិញក្រហមឆ្អិនឆ្អៅឆ្ងាញ់មែនតើបើបានចៀនវិញឈ្ងុយម្លងឋានទាំង3តំណងឆ្ងាញ់ខ្លាំងណាស់អរគុណបងប្អូនដែលបានមើលវីដេអូរបស់នេះខ្ញុំពីដើមដល់ចប់ជម្រាបលាជួបគ្នានៅវីដេអូក្រោយ